នេះគឺជាសពរបស់ប្រជាពលរដ្ឋខ្មែរដ៏ស្លូតត្រង់ម្នាក់ត្រូវបានទាហានថៃបាញ់ប្រហារឥឡូវនេះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ទីនោះគឺបានធ្វើពិធីដង្ហែសពយកទៅបូជាហើយនេះគឺជាក្តីឈឺចាប់និងជាក្តីដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំដោយសារតែគាត់នៅផ្ទះដាំបាយហូបធម្មតាទេក៏ប៉ុន្តែនៅសសកស្រាប់តែទាហានថៃចូលមកបាញ់ខ្មែរយើងគឺស្រស់តែម្ដងវីដេអូបានបង្ហាញឲ្យគាត់ដាំបាយជិតឆ្អិនទៅហើយក៏ប៉ុន្តែថៃប្រើប្រាស់នៅអាវុធចូលមកបាញ់ដល់ផ្ទះតែម្ដងនៅរសៀលថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះទូរទស្សន៍ជាតិកម្ពុជាបានជូនដំណឹងឲ្យដឹងថាសពប្រជាពលរដ្ឋខ្មែរយើងដែលមានឈ្មោះថាឌីណៃហៅកុសលដែលត្រូវបានទាហានថៃបាញ់ប្រហារស្លាប់នៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ត្រូវបានដង្ហែមកបូជាហើយដែលស្ថិតនៅវត្តច័ន្ទស៊ីសាមគ្គីរតនរៀមស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋប្រជាជនកម្ពុជាទាំងអស់សូមនាំគ្នាចូលរួមរំលែកទុកសម្ដែងនៅក្តីឈឺចាប់ជាពន់ពេកនិងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបានបដិសន្ធិទៅកាន់សុគតិភពកុំបីអាខានឡើយសូមជម្រាបជូនផងថានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះយោធារបស់ថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន2លើកគឺលើកទី1នៅវេលាម៉ោងប្រមាណជាជាង 15:50 នាទីនិងលើកទី2នៅម៉ោង 17:54 នាទីល្ងាចនិងបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន3នាក់និងបាត់បង់ជីវិត1នាក់បងប្អូនគ្នាវាគឺជាក្តីឈឺចាប់ខ្លាំងមែនទែននៅពេលដែលយើងបានឃើញដែលប្រជាពលរដ្ឋស្លូតត្រង់របស់យើងម្នាក់ត្រូវបានស្លាប់ទាំងបាទគេហៅថាអត់ធ្វើអីសោះគេមកបាញ់នេះគឺជាក្តីឈឺចាប់ខ្លាំងមែនទែនដែលប្រជាជនកម្ពុជាយើងគ្រប់រូបត្រូវតែចងចាំហ្នឹងគឺយើងមិនចាំបាច់ទៅធ្វើអីទេឈប់ប្រើប្រាស់នៅផលិតផលរបស់សៀមមិនថាតែអ្វីក៏ដោយយើងត្រូវតែឈប់ប្រើប្រាស់បើបងប្អូននៅតែបន្តប្រើប្រាស់ដូចឲ្យលុយថៃទិញសម្ភារៈមកវីប្រហារមកកាន់ប្រជាជនឬក៏ប្រជាពលរដ្ឋនៅតាមព្រំដែនហ្នឹងឯងនេះគឺជាក្តីឈឺចាប់ខ្លាំងមែនទែន